សង្គ្រាមនៅព្រំដែនមីយ៉ាន់ម៉ារាលដាលដល់ថៃបង្ខំឲ្យថៃបិទសាលារៀននិងដាក់ពង្រាយទ័ពត្រៀមទប់ទល់ការប្រយុទ្ធគ្នាទ្រង់ទ្រាយធំរវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ានិងកងកម្លាំងតស៊ូក្នុងតំបន់កំពុងផ្ទុះឡើងយ៉ាងខ្លាំងក្លានៅតាមតំបន់ជាប់ព្រំដែនមីយ៉ាន់ម៉ាថៃខណៈមានសេចក្តីរាយការណ៍ថាក្របកាំភ្លើងនិងក្របផ្លោមមួយចំនួនពីសមរភូមិមីយ៉ាន់ម៉ាបានហោះធ្លាក់ចូលក្នុងទឹកដីថៃហេតុការណ៍នេះបានមកកការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ពលរដ្ឋថៃដែលរស់នៅក្នុងតំបន់ជាប់ព្រំដែនភាគខាងលិចមិនតែប៉ុណ្ណោះសាលារៀនជាច្រើននៅក្នុងខេត្តតាក់របស់ថៃត្រូវបានសម្រេចប្រកាសផ្អាកការសិក្សាជាបណ្ដោះអាសន្នដើម្បីធានាសុវត្ថិភាពដល់សិស្សនិងបុគ្គលិកអប់រំនៅថ្ងៃទី22ខែមិថុនានេះអ្នកនាំពាក្យរងកងទ័ពថៃលោកឆាំចាំរ៉ាត់បានឲ្យដឹងថាអាជ្ញាធរថៃកំពុងតាមដានស្ថានភាពនេះយ៉ាងយកចិត្តទុកដាក់បំផុតនិងបានដាក់ចេញវិធានការជាបន្ទាន់ក្នុងនោះកងទ័ពថៃនិងសភាវុធជាច្រើនត្រូវបានដាក់បញ្ជូនទៅកាន់តំបន់ជាប់ព្រំដែនមីយ៉ាន់ម៉ាដើម្បីត្រៀមឆ្លើយតបភ្លាមៗប្រសិនបើការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ាបន្តរីករាលដាលកាន់តែធ្ងន់ធ្ងរឬឆ្លងចូលទឹកដីថៃបន្ថែមទៀតជាមួយគ្នានោះអាជ្ញាធរថៃបានណែនាំដល់ពលរដ្ឋខ្លួនដែលរស់នៅតាមខេត្តជាប់ព្រំដែនមីយ៉ាន់ម៉ាឲ្យមានការប្រុងប្រយ័ត្នខ្ពស់និងតាមដានព័ត៌មានថ្មីៗពីរដ្ឋាភិបាលដើម្បីត្រៀមបង្ការសុវត្ថិភាពផងដែរនេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃខៅសតរាយការណ៍ដោយខ្ញុំបាទនីវុធី